ជាពិសេសខ្លាំងមែនតើជាមួយនឹងក្បាច់គុណរបស់កតាសម្ដែងដោយក្រុមពេជ្រចរណៃបាទសូមជាសម្លេងឲ្យខ្លាំងម្ដងទៀតមកចាអូយមានកាដូបាទអរគុណអាយ៉ាបាទជំរាបសួរបាទជំរាបសួរចរណៃទស្សនាហើយគឺព្រឹងសបល់ខ្លាំងមែនតើចាអំបញ្ញមិញល្អមើលអត់ចាអូយចាល្អមើលខ្លាំងជក់ចិត្តដឹកអារម្មណ៍តែម្ដងហើយការសម្ដែងនេះដូចជាហាក់បីដូចជាពិតតែម្ដងណាចាបាទគាត់តែឃើញតាមកញ្ចក់ទូរទស្សន៍បាទធ្លាប់តែឃើញការសម្ដែងក្បាច់គុណនៅក្នុងរឿងបាទថ្ងៃនេះគឺយើងបានឃើញតភ្នែកបាទជក់ចិត្តទេល្អមើលអត់សូមស្នូតែដៃលើកទឹកចិត្តទៅដល់បាទឥឡូវនេះខ្ញុំចាលោកបកប្រាប់បន្តិចចាសូមអញ្ជើញបាទសាលាគុណលោកតាចៃដាច់ជះពិតជាអរគុណទៅដល់ Gensbar ដែលបានបង្កើតកម្មវិធីនេះឡើងកោះយកនាំនៅក្បាច់គុណបុរាណខ្មែររបស់កតាដើម្បីបង្ហាញជូនអូនពុំមីងបងប្អូនចាដែលអាចទស្សនាផ្ទាល់នៅទីនេះបានចាហើយក៏សូមឧទ្ទិសនៃក្បាច់គុណនេះទៅដល់លោកគ្រូតាប្រតិចាកម្មាមានសានកំសៀនដែលលោកទៅតែទទួលអនិច្ចកម្មទៅចាបើគ្មានវត្តមានលោកគ្រូតាក៏ដូចជាលោកគ្រូយាយលោកគ្រូតាជាច្រើនទៀតទេគាត់ថាខ្មែរយើងមានក្បាច់គុណដូនតាដល់ចំណាស់ដែលមានអាយុកាលជាង2500ឆ្នាំដូច្នេះក្នុងនាមយើងជាកូនចៅជំនាន់ក្រោយទាំងអស់គ្នាចូលរួមហាត់រៀនអភិរក្សលើស្ទួយផ្សព្វផ្សាយជាពិសេសបងអាចបង្កើតកម្មវិធីដើម្បីសៀតចូលនៅសិល្បៈវប្បធម៌ខ្មែរជាពិសេសគឺក្បាច់គុណដ៏ចំណាស់នេះចាដើម្បីបង្ហាញទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយជាពិសេសអរគុណដល់វត្តមានយ៉ាងកំពុងរបស់អូពូមីបងប្អូននៅក្នុងថ្ងៃនេះតតែម្ដងចាអរគុណចាសូមជាកម្លាំងចិត្តឲ្យខ្លាំងម្ដងទៀតវគ្គក្រោយពុកម៉ែបងប្អូននៅបានទស្សនាជាមួយនឹងទាំងទស្សនីយភាពល្ខោនបាសាសម្រាប់ពេលនេះពីកម្មវិធីអញ្ញាសម្រាប់បន្តិចសិន